បាទសួស្តីទាំងអស់គ្នាវិលមកជួបម្ដងទៀតហើយមិនដែរបងប្អូនសុខទុក្ខសុខសប្បាយជាទេសម្រាប់ខ្ញុំគឺអត់សុខទេហើយអត់បានចេញវីដេអូនៅក្នុង channel នេះយូរគួរសមដែរបងប្អូនមិនយូរគួរសមយូរហ្មងអត់បានហើយវីដេអូដែលខ្ញុំផុសពីមុនហ្នឹងក៏ខ្ញុំលុបចោលដែរដោយសារអីវាជាប់បងប្អូនវាជាប់ដល់ពេលអញ្ចឹងខ្ញុំក៏លុបចោលទៅហើយសង្ឃឹមថាវីដេអូក្រោយនេះគឺនិយាយទៅมันប្រហែលជាអាចមិនឲ្យលើសលួសពេកទេបើសិនជាលើសលួសគឺគេចាប់ទៀតហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់យកណាហើយកាត់យល់ខ្លះទៅព្រោះពេលខ្លះយើងក៏ចង់ស៊ីចម្រើនតិចដែរដើម្បីឲ្យចំហេតុការណ៍អីចឹងណាប៉ុន្តែចាក់ស្ដែងបើយើងបើសិនជាយើងហ៊ានតែចេញទៅជ្រើបន្តិចច្បាស់ជាជាប់អញ្ចឹងបងប្អូនប្រហែលជាអាចយល់យកណាហើយថ្ងៃនេះប្លែកបន្តិចបងប្អូន admin ចេញមកពាក់មួកហើយមិនមែនថាពាក់មួកក្នុងបន្ទប់ក្តៅឬយ៉ាងណាអត់ទេបងប្អូនគាត់ថា channel នេះចឹងទៅខ្ញុំចង់ឲ្យប្លែកបន្តិចបើ channel នេះខ្ញុំចង់ឲ្យពាក់មួកយ៉ាងប្លែកបន្តិចណាវាប្លែកមិនមែនប្លែកតាក់ទងជាមួយនឹងរូបរាងអីទេគឺប្លែកដល់ថាយើងធ្វើទៅ channel ផ្សេងយើងធ្វើនេះដាក់អញ្ចេះទៅ style អញ្ចេះទៅអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់យកណាហើយថ្ងៃនេះក៏មានរឿងរ៉ាវមួយដែលវាបានការចែករំលែកពីបងស្រីម្ដេចណាបងស្រីក៏គាត់បានបញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅក្នុងគ្រួសាររបស់គាត់ដែលដំបូងឡើយគ្រួសាររបស់គាត់ជាគ្រួសារមួយមានសុភមង្គលមែនតើប៉ុន្តែក្រោយមកទៀតមកក៏ត្រូវមានបញ្ហាហ្នឹងគឺឪពុករបស់គាត់ត្រូវបានខូចអញ្ចឹងនៅពេលដែលឪពុកខូចគាត់ថាពេលហ្នឹងម្ដាយរបស់គាត់មិនបានប្រមាណទេក៏យកប្តីចុងមួយទៀតណាយកប្តីចុងមួយទៀតនៅពេលដែលឪពុកគាត់ឬក៏ម្ដាយរបស់គាត់នេះយកប្តីក្រោយគាត់ថាពេលហ្នឹងហើយដែលគាត់ហ្នឹងត្រូវបានឪពុកចុងហ្នឹងបំពេញអញ្ចឹងតោះឥឡូវយើងមកចូលសាច់រឿងរបស់គាត់មកទៅតើគាត់ហ្នឹងត្រូវបំពេញតាមរបៀបណាខ្លះហើយមានអីខ្លះជីវិតរបស់គាត់បែបណាអីចឹងទៅបងមុំគាត់បានបញ្ជាក់ដែររឿងនេះគឺកើតឡើងយូរមែនតើតាំងពីគាត់អាយុប្រហែលជាចូល10ឆ្នាំជាងគាត់ថាពេលដែលគាត់នៅក្មេងៗនេះឪពុករបស់គាត់គឺជាអ្នកដែលបើកឡានណាបងប្អូនបើកឡានដឹកដីបើកអីចឹងទៅអញ្ចឹងជីវភាពគ្រួសាររបស់គាត់នេះក៏គ្រួសារក៏គួរសមដែរហើយឪពុករបស់គាត់ក៏ស្គាល់អ្នកដឹកដីច្រើនភាគច្រើនគឺពួកគាត់តែងតែមកជុំគ្នាហូបចុកនៅនឹងផ្ទះបងមុំនឹងឯងហើយគាត់ថាពេលហ្នឹងគឺពួកម៉ាក់របស់គាត់ដែលជាប្រចាំណាដែលជាស្និទ្ធជាមួយនឹងគាត់ហ្មងគឺពុភាដែលជាភាគរយភាគច្រើនហ្នឹងគឺគាត់តែងតែមកហូបចុកជាមួយនឹងឪពុករបស់គាត់ជាញយមែនតើមិនថាពេលណាទេឲ្យតែទំនេរឬក៏ផុតពីការដឹកដីរបស់គាត់ហ្នឹងគឺគាត់តែងតែហៅគ្នាមកជុំគ្នានៅនឹងផ្ទះរបស់គាត់ហ្នឹងឯងហើយពុភាគឺជាមនុស្សល្អម្នាក់ដែលគាត់ជួបណាព្រោះពេលដែលគាត់អាយុនៅទូចហ្នឹងពុភាតែងតែយកចិត្តទុកដាក់ជាមួយនឹងគាត់មកម្ដងតែងតែមានរបស់របរជាប់ដៃហើយហុចគាត់អីចឹងទៅអញ្ចឹងគាត់សប្បាយចិត្តមែនតើនៅពេលដែលបានពុភាគាត់មកលេងម្ដងណាព្រោះពេលដែលពុភាមកលេងគាត់តែងតែបានរបស់របរហើយជាញយមែនតើដឹកពីកន្លែងមកកន្លែងគឺតែងតែមកអញ្ចឹងក្រោយមកទៀតពុកបកគាត់ហ្នឹងមិនបានដើរក្រុមជាមួយរបស់ពុភាទៀតទេដោយឪពុកបកគាត់ហ្នឹងទៅខេត្តមួយទៀតដែលនៅខេត្តបកគាត់ហ្នឹងអាចនិយាយបានថាវាខ្សត់អត់សូវមានកន្លែងដឹកសោះអញ្ចឹងនៅពេលដែលមានកន្លែងដឹកឪពុកបកគាត់ត្រូវសម្រេចចិត្តទៅខេត្តមួយទៀតអញ្ចឹងនៅពេលដែលឪពុកបកគាត់ទៅខេត្តមួយទៀតស្របពេលដែលពុភាហ្នឹងគាត់នៅតែជាមួយនឹងក្រុមដដែលដោយពុភាគាត់មិនមានឡានខ្លួនឯងទេដែលគាត់បើកឲ្យមេបកគាត់ណាប៉ុន្តែឡានហ្នឹងគឺគាត់អាចបើកចេញចូលបានអញ្ចឹងទៅអញ្ចឹងនៅពេលដែលពុភាគាត់បើកឡានគាត់បើកនៅតែភូមិហ្នឹងទេនៅនឹងស្រុកណាអញ្ចឹងយូរម្ដងពុភាតែងតែមកលេងជាមួយនឹងគាត់ហើយនៅពេលដែលមកលេងគាត់ថាពេលហ្នឹងម្ដាយឬក៏អីហ្នឹងតែងតែគាត់ឲ្យពុភាហូបបាយនឹងសិនទៅចាំទៅពេលតែគាត់មកពេលថ្ងៃអញ្ចឹងឲ្យហូបបាយនឹងទៅពេលច្រើនគឺពុភាតែងតែហូបបាយនៅផ្ទះរបស់គាត់ហ្នឹងឯងពីមួយថ្ងៃទៅមួយថ្ងៃគាត់ឃើញពុភាជាមួយនឹងម្ដាយរបស់គាត់រៀងប្លែកណាប៉ុន្តែគាត់អត់បានដឹងថាការប្លែកនឹងជាប្លែករបៀបអីទេគាត់ថាគាត់ឃើញការរាក់ទាក់ជាមួយនឹងម្ដាយរបស់គាត់រៀងប្លែកតែប៉ុណ្្នឹងឯងអានេះសម្រាប់បងនេះណាសម្រាប់បងអើយមុំដែលគាត់ឃើញប៉ុន្តែគាត់កុំផាន់ទៅគិតអីច្រើនទេដោយសារពេលហ្នឹងគឺគាត់នៅក្មេងដល់ឡើយទេអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាទៅมันបានប្រហែលទេបងប្អូនគាត់ថាពេលហ្នឹងឪពុករបស់គាត់ក៏មកលេងផ្ទះម្ដងម្កាលព្រោះមួយខែអីបានឪពុករបស់គាត់មកម្ដងឬក៏ពីរដងអីហ្នឹងតតែតំនេពីដីពីអីចឹងណាมันមកអញ្ចឹងគាត់ហ្នឹងក៏ធម្មតាការសែបគុកជាមួយនឹងពុភាផ្ទះរបស់គាត់ហ្នឹងវាចាប់តាមចម្រើនគាត់ថាពេលហ្នឹងគឺគាត់អាចនិយាយបានថាវាចូល12ឆ្នាំដែរដែលគាត់សែបគប់ជាមួយគ្រួសាររបស់គាត់
nơi sai cục cho môi nằng bù phía nó ban tràn năm mình đến tăng bị quạt nơi phải chỉ cho bầm bay từ bầm buôn năm là hot đo quạt đập pi năm mình chắc tung buôn bẻm năm đấy na buôn năm bẻm năm này mình chắc có thaoไป nó có thao mà đaไอ้ไงมุ้ยก็ปกบกอดนั่งไงมันดังจังไม่ก็ถือเติร์แคทใส่มือtiềnได้เติร์ตามกรมล้านนะบรรทายจีอากาซอลแมนเดนเนื้อไปได้ปกบกอดเติร์ที่นู้มันบานประมาณตีก่อนนะถ้าเติร์บานประมาณเซฟไทยกอดลือดำนังท่าปกบกอดถ้าเธอบานกับล้านสลับบานก็ถ้าเป็นนั่งโดยเจียมีนใส่มาชะกอดจังก็ถ้าเป็นนั่งคือกอดประบาชัดแมนเดนกอดดังกับเธอไม่ใช่นะแต่เด็กกอดนั่งเนื้อวิกเมนให้เรานั่งใบจีมันชูเรื่องไฮนั่งใบนั่งเตียนจังทั่วไอ้กอดอดไอแต่ทั่วเจ้าบ้านไงมันไอแต่ทั่วเจ้าบ้านมันบ้านประมาณเตะเกก็ดักสับปกบกอดเมายมแต่งสลายปันไทยก็เลยแต่เมื่อมาได้บกอดเป็นธรรมดายมติดตัวจำมันไงปันไทยกอดใบเตะเจี๋ยหรือเบียทางจัดบกอดด้วยธรรมดาไปให้จีไอทำเอาปกบกอดเตะง่ายไปทั่วเอากำเลียดปกมาได้บกอดนั่งอ่ะวิชง่ายจังนะจังมันใส่เจี๋ยbị bắt đầu đã rong chẳng thưa ai mà đây bà cốt mình sẽ chỉ dùngประมาณ để tiền đại cốt nóอายุ10 ปี năm thì đại cốt dùng mình này cốt sẽ đại ở bộ cốt đó nè mình cho cốt thắp bên nó cốt thom mà nè hay ca để bón sọp ở bộ đó này cốt play mình thành đại bù phía cốt vô chất tục đại chỉ mình cua sa bọ cốt à còn là cốt bán chất bọ cốt bị play thằng tha cốt lõ bù phía lõ pe chơi bìm trắng cốt vô chất tục đại chỉ mình mà đại bọ cốt khăng đại thưa ai cốt đó nè sang đài lúc ở bốc bọc quạt bát anh đang pe bon nè có tháp pe năng cứ quạt cất trong chất ta bờ sân chỉ ở bốc bọc quạt slap hay mà đây bọc quạt vô bắt đây mùi tiết á quạt trong ngôi mà đây bọc quạt đó nè vô bù phía thôi chỉ bắt đây rồi có bọc trong bọc quạt anh ấy cầm đất bọc quạt đấy nè cầm đất bọc quạt cứ cất bay đằng này nhớ có tháp pe năng bon ở bốc bọc quạt nó có thử ban phải chọc nơi pe để bon so bọc bọc quạt ban phải chọc có thápไปนั่งเนี่ยเดินเนื้อกินเนื้อจุ่มขี้กินเนื้อยัยมาตากับดอแต่บอกกอดยังไงแต่บุพเพก็ดึกทีไหนบุพเพก็ติดเพื่อทำมาเพลย์ที่กอดก็ตลอดมาแต่บอกกอดตลอดมาแต่บอกกอดไปเนี่ยนะตลอดมาแต่บ่งยังไงมาสนะเนื้อไอ้จังเตอก็ถ้าไปนั่งคือกอดอันยัยบ้านท่าเบียดโดยจีบองพระอนนะอันยัยบ้านท่าบองทอchỉ môi đầu bọc quạt chứ dừngใจcứ cả do chặt tục đã châu te bọc quạt nó cứ sờ lạnh cứ sờ đầy admin ấy tập bạ để tranh châu đi cua xa bạn này nè cho có tháp ấy nó có thò mà nà hay bộ phía có quạt mình chỉ nè để mình cua xa đấy nè đại quạt nó cứ chỉ bù mày đại lên bọc quạt du hay lên bọc du hay cho có tháp ấy nó có thò mà nà hay np đại ban phải hay chỉ bằng hắn khá còn khơi bục hiết thanh cho mình lên đem quạt chip 100 mà lên chip 100 dục lục ấy nó quạt nơi cầm đo hay cao để bón sọp chọc nó cầm đo quạt lặng trong một hải sao mà để chung cái quạt thắt ngay mùi anh ấy nick con cắt đó là pil bục rồi có bục hiết nó còn cầm đo sọp á quạt thắt bên nó cứ quạt ban lư bục hiết hay năng đại bọc quạt nó nè dây xây mình giang mà đăng tì bàn tay nơi cao tè có tháp ấy nó còn mà đại bọc quát kết thập hay chỉ quát nó kênh lụi còn mà đại bọc quát nó tranh máu dây kia rồi có ấy nâng cao tè bàn tay nó pe để quát lùi mưa nơi bị lừa tè máu có tháp ấy nó cứ quát khơi mà đại quát chỉ môi nâng bụp phía ao thao kia mà bộ có ta còn là khơi chân phím quát sừng hạ chân tí bàn tay chân bọc quát môi nó còn cất thang bảo ban bụp phía thôi chỉ ở bục chống có vì mà giảng này anh ấy pe để cái cầm đó sọp bọc quát cầm đó hay chỉ ban cho bà man ngày hết nơi ta cầm đó chẳng tàn tiếng này nè phùng mấy những cái tập lập tụi mình ai nó sau tại bộ phim mũi tết đái đó kiên cộng đòn bàn tay bộ phía tăng bị ơi mau quạt thanh tại mà kiên nên năng hay tôi chưa bộ bọc quạt từ khét xanh cái đái còn nơi thay màu kiên lên như chẳng thật là biếm trắng nè phùng nó có đăng đai tha bộ phía hay năng đai bọc quạt rôm chỉ môi năng ở bọc quạt đó là bom phun thọ này chắc nó bị để khơi bay đang nói con có thò mà nà sừng hom kiên thò mà nà chẳng thật ban mình tích cho bọc mà đai bọc quạt chỉ môi năng bộ phía nó còn lá mưa lừa tè sau đó để bộ phía chun mà đào lừa tè hỏi có quạt cho bình thường có sầm rã nâng cào tè hay có tháp bên nước có đăng tha mà đai bọc quạt đăng thưa ấy đây còn là con lùi mưa mình tích tức khơi ta mà đai hay nâng bộ phía đăng ao tháp kia tầm bằng ngày tại rừng từ mục tiêu có ban mưa thì chắc có tháp bên nó có thua mà đa còn long tới can ta còn long tới ban bài chỉ bằng môi bật phái để nhầm gì mình chắc á
ទំនាក់ទំនងម្ដាយរបស់គាត់ជាមួយនឹងពូភាមើលទៅប្លែកស្និទ្ធស្នាលអីចឹងណារាល់ពេលថ្ងៃត្រង់ពូភាតែងតែមកហូបបាយនៅនឹងតែមកហូបបាយនៅនឹងណាហើយគាត់ឃើញពូភាអីហ្នឹងអាកប្បកិរិយាជាមួយនឹងម្ដាយរបស់គាត់ណាដូចជាប្តីប្រពន្ធចឹងពូភានៅពេលដែលមកដល់ផ្ទះរបស់គាត់តែងតែមកប៉ះម្ដាយរបស់គាត់នៅពេលដែលម្ដាយរបស់គាត់កំពុងតែធ្វើម្ហូបណាប៉ះចកេះប៉ះអីចឹងទៅអានេះអ្វីដែលគាត់ឃើញក្នុងផ្នែករបស់គាត់ប៉ុន្តែគាត់ក៏មិនបានតែគិតអីច្រើនដែរព្រោះគាត់គិតក្នុងចិត្តថាបើសិនជាបានពូភាធ្វើជាឪពុកចុងក៏មួយយ៉ាងដែរព្រោះដោយសារអីពូភាក៏គាត់ជាមនុស្សល្អម្នាក់ដែរអញ្ចឹងបើសិនជាបានគាត់មកធ្វើជាឪពុកចុងយ៉ាងហោចណាស់ក៏គាត់អាចពឹងពាក់បានដែរអានេះអ្វីដែលបំណងការគិតរបស់គាត់ណាអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតារហូតដល់ប្រហែលជាចូលមួយឆ្នាំក្រោយអាយុគាត់13ឆ្នាំគាត់ថាពេលហ្នឹងម្ដាយរបស់គាត់ហ្នឹងរួមជាមួយនឹងពូភាបានប្រាប់គាត់ថាចង់រៀបការកូនឯងគិតមិនដែរចម្លើយរបស់គាត់ខ្លីទេគាត់ថាអត់បញ្ហាទេបើពូភាធ្វើជាឪពុកចុងរបស់គាត់ព្រមអញ្ចឹងទៅព្រោះគាត់គិតថាគាត់ឃើញពូភាហ្នឹងវារាល់ថ្ងៃទៅហើយអញ្ចឹងឃើញភាពល្អរបស់ពូភាច្រើនណាស់ជាងភាពអាក្រក់អញ្ចឹងគាត់ក៏ព្រមទទួលទៅម្ដាយរបស់គាត់រួមជាមួយនឹងពូភាសប្បាយចិត្តមែនតើស្របពេលដែលខាងឪពុករបស់គាត់នេះមិនពេញចិត្តប្រហែលទេប៉ុន្តែដឹងតែត្រូវធ្វើម៉េចទេណាព្រោះអានេះជាចិត្តរបស់ម្ដាយរបស់គាត់ហើយខាងឪពុករបស់គាត់ក៏មិនអាចទៅអាលកាត់បានដែរណាគាត់តែឲ្យគាត់ហ្នឹងផ្សឹបប្រាប់គាត់តែឲ្យគាត់ប្រយ័ត្នតិចទៅព្រោះខ្លួនឯងធំហើយហ្នឹងជាមនុស្សស្រីទៅទៀតក្មេងស្រីទៅទៀតអញ្ចឹងប្រយ័ត្នតិចហើយបញ្ជាក់មួយដែរតែបងគាត់ហ្នឹងអាចនិយាយបានថាវាដាច់ពីគេបន្តិចវាមិនដាច់ខ្លាំងទេណាគាត់ណាដាច់ពីគេគាត់តែរបស់គាត់ហ្នឹងគឺនៅចុងគេណាចុងភូមិណាព្រោះឪពុករបស់គាត់ទិញនៅដីនៅហ្នឹងបានធំគាត់បើគាត់ទិញនៅនឹងកណ្ដាលភូមិអីហ្នឹងគាត់ថាវាបានតូចទេប៉ុន្តែដល់ពេលឪពុករបស់គាត់បើទិញនៅជីភូមិណាធ្វើឲ្យផ្ទះរបស់គាត់ហ្នឹងធ្វើកណ្ដាលទាំងទៅដីហ្នឹងគឺពេញនឹងឲ្យតំណាងរបស់គាត់ពេញសឹងតែមើលពីក្រៅមិនឃើញណារបៀបអញ្ចឹងឯងហើយហ្នឹងហើយដែលពូភាគាត់តែងតែយកឡានយកអីមកចតទៅហ្នឹងព្រោះវាស្លាស់វាស្រួលអញ្ចឹងទៅវាច្រើនអញ្ចឹងគាត់ថាពេលហ្នឹងក៏ឪពុករបៀបថាម្ដាយរបស់គាត់ហ្នឹងអាការជាមួយនឹងពូភាទៅនៅពេលដែលការចូលមកគាត់ថាពេលដែលពូភានៅជាអ្នកដតីធម្មតាទេប៉ុន្តែនៅពេលដែលពូភាចូលមកក្នុងគ្រួសាររបស់គាត់គាត់ចាប់ផ្ដើមឃើញចរិតរបស់ពូភាបន្តិចម្ដងហើយគាត់ថាពេលដែលគាត់គេងនៅក្នុងផ្ទះហ្នឹងគាត់គេងអត់ដែរស្រួលទេគាត់តែងតែលឺពូភាជាមួយនឹងម្ដាយរបស់គាត់ហ្នឹងរបៀបថាធ្វើម៉េចជាប្តីប្រពន្ធណាអបថែបគ្នាគាត់លឺពេញទៅតិចរបស់គាត់តែគាត់អត់ដឹងអាហ្នឹងវាធ្វើម៉េចទេណាបើតែគាត់ថាពេលហ្នឹងគឺគាត់គេងបានទេដោយសារតែរបស់គាត់ហ្នឹងវាមិនទៅជាធំប្រហែលទេអញ្ចឹងសំឡេងចេញពីម្ដាយរបស់គាត់ហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងប្រហែលនឹងគេងដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាគាត់សឹងតែទៅគេងនៅខាងក្រៅឡែកបន្ទប់ខាងមុខអីចឹងណាប៉ុន្តែម្ដាយរបស់គាត់អត់ឲ្យទេគេងនៅហ្នឹងទៅគាត់ក៏ធម្មតាគេងនៅហ្នឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងមួយរយៈក្រោយគាត់តែងតែឃើញពូភានិយាយមួយម៉ាត់ពូភាអាចនិយាយបានថាវាល្មោបយើងនិយាយពាក្យថាអញ្ចឹងល្មោបឲ្យតែមកដល់ផ្ទះទោះជាពេលវេលាណាក៏ដោយតែងតែចូលទៅបន្ទប់ជាមួយនឹងម្ដាយរបស់គាត់អីចឹងទៅរបៀបអញ្ចឹងដែលធ្វើឲ្យគាត់នឹងមើលទៅពូភាដូចជាកាន់តែប្លែកទៅហើយក៏មិនទុកចិត្តពូភាប្រហែលដែរគាត់ថាពេលហ្នឹងក៏ម្ដាយរបស់គាត់ហ្នឹងអាចនិយាយបានថាគាត់ចេញទៅខេត្តចេញទៅលេងផ្ទះហើយបងប្អូនឬក៏ទៅជាមួយនឹងនេះណាទៅជាមួយនឹងពូម៉ាក់របស់គាត់ទៅដើរអីចឹងទៅរកស៊ីផងអីផងអានេះកំណត់របស់គាត់ទេហើយគាត់ថាពេលហ្នឹងគឺនៅនឹងផ្ទះហ្នឹងមានតែគាត់ជាមួយនឹងពូភាទេអាចនិយាយបានថាពេលហ្នឹងគឺគាត់អាយុខ្ទង់14ឆ្នាំណារូបរាងរបស់គាត់មិនសូវជាប្រមាណទេគាត់ថាវាសមរម្យល្មមដែរហើយទើបតែ14ឆ្នាំទេគាត់ថាពេលដែលគាត់នៅជាមួយនឹងពូភាតែងតែមកប៉ះទៅគិចនិយាយមួយម៉ាត់ថាអារបៀបបន្លំអីចឹងទៅលបំធ្វើកូននេះចឹងប៉ុន្តែគាត់មានអារម្មណ៍ថាពូភាដូចជាបន្លំមិនមែនជាចរិតរបស់គាត់ទេគាត់តែងតែរួចពូភាឲ្យព្យាយាមគិចពីពូភាច្រើនដងមែនតើគិចរហូតដល់គាត់អាយុ15ឆ្នាំអាយុ15ឆ្នាំម្ដាយរបស់គាត់ហ្នឹងអាចនិយាយបានថាគាត់អត់ចង់នៅនឹងផ្ទះទេគាត់ទៅធ្វើការណាអញ្ចឹងម្ដាយរបស់គាត់ក៏ធ្វើការរោងចក្រនៅក្បែរផ្ទះរបស់គាត់ដែរទេប៉ុន្តែគាត់ថាពេលវេលារបស់ម្ដាយរបស់គាត់មិនសូវជិះមកផ្ទះទេដោយសារព្រឹកចេញល្ងាចចូលរបៀបអញ្ចឹងណាអញ្ចឹងថ្ងៃត្រង់ហ្នឹងគឺគាត់ធ្វើម្ហូបដោយខ្លួនឯងហើយថ្ងៃត្រង់មកដល់គឺពូភាតែងតែត្រឡប់មកផ្ទះវិញហើយអញ្ចឹងគាត់ថាពេលដែលគាត់ចេញពីរៀនគឺគាត់ត្រូវមកធ្វើម្ហូបធ្វើអីចឹងទៅហូបបាយជាមួយនឹងពូភាតែពីរនាក់ហ្នឹងឯងហើយឲ្យតែគាត់ធ្វើម្ហូបពូភាតែងតែមកហើយបន្លំប៉ះនេះប៉ះនោះឲ្យជាគាត់ចឹងទៅតែធ្វើឲ្យគាត់ហ្នឹងមិនសូវជាសុខប្រហែលទេគាត់ចង់
អត់ត្រឡប់មកផ្ទះវិញទេប៉ុន្តែម្ដាយរបស់គាត់ប្រាប់តែបុគ្គលនេះត្រឡប់មកផ្ទះថ្ងៃត្រង់ទេតើបានអ្នកណាធ្វើបាយឧបភាទាំងដែលចិត្តគាត់ហ្នឹងអត់ចង់ទេថាធ្វើបាយឧបភាណាដែលសារម្ដាយរបស់គាត់ដាក់សម្ពាធផងគាត់ហ្នឹងក៏ធ្វើនៅនឹងទៅគាត់ថាបើសិនជាម្ដាយរបស់គាត់អត់ឲ្យគាត់ត្រឡប់មកវិញគឺគាត់អាចទៅស្នាក់នៅផ្ទះអ៊ំរបស់គាត់ឬក៏គាត់ស្នាក់នៅសាលាក៏ថាបានដែរអង្គុយហូបបាយនៅហ្នឹងណាព្រោះតែប្រហែលម៉ោងទៀតក៏គាត់ហ្នឹងចូលរៀនទៀតហើយព្រោះពេលហ្នឹងគាត់ចូលទៅអនុវិទ្យាល័យហើយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃពុភាតែងតែមកប៉ះតែងតែបន្លំឲ្យគាត់ជាញយមែនតើគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមប្រយ័ត្នពុភាតែការប្រយ័ត្នរបស់គាត់មិនបានប្រមាណគាត់ថាពេលហ្នឹងពុភាគាត់ចាប់ផ្ដើមធ្វើរឿងមិនគប្បីមកលើគាត់ថាពេលហ្នឹងគឺគាត់ព្យាយាមស្រែកប្រាប់អ្នកដទៃដែរប៉ុន្តែដោយសារពេលនោះគឺតែបើគាត់ហ្នឹងក៏ត្រូវបានពុភាចាក់សោជាប់ធ្វើឲ្យគាត់អាចប្រកែកឲ្យបានទេចុងក្រោយគាត់ត្រូវបានពុភាបំពេញណាហើយការបំពេញនេះគឺគាត់អត់ហ៊ានប្រាប់ទៅម្ដាយរបស់គាត់ទេគាត់ធម្មតាធ្វើអីធម្មតាអញ្ចឹងទៅគាត់ថានេះការនិយាយមកគាត់ថាគាត់តឹងទ្រូងរហូតដល់គាត់ចង់និយាយថានិយាយអីអត់ចេញគាត់ព្យាយាមលាក់រឿងហ្នឹងនៅក្នុងចិត្តរបស់គាត់ធ្វើឲ្យគាត់ហ្នឹងចង់និយាយថាប្រស័យប្រសាទដែរការកើតច្រើនពេកបងប្អូនអត់មានទម្លាយទៅណាបានព្រោះគេគម្រាមគាត់បើសិនជាគាត់ប្រាប់រឿងរ៉ាវនឹងទាំងអស់ទៅម្ដាយរបស់គាត់បើលឺចេញមកគាត់នឹងពុភានឹងធ្វើអីម្យ៉ាងធ្វើគ្រួសាររបស់គាត់អត់ឲ្យនៅសុខទេអញ្ចឹងហើយដែលធ្វើឲ្យគាត់លះបាំងអញ្ចឹងការលះបាំងរបស់គាត់ហ្នឹងគាត់ថាពេលហ្នឹងគឺពុភាកាត់តែបានចិត្តថ្ងៃត្រង់ពុភាមកដល់គឺតែងតែគឺធ្វើរឿងមិនគប្បីដាក់គាត់ជាប្រចាំមកតែធ្វើឲ្យគាត់សឹងតែរត់ចេញពីផ្ទះម្ដងម្កាលប៉ុន្តែបើរត់ចេញម្ដាយរបស់គាត់ហ្នឹងឲ្យតើគិតយ៉ាងម៉េចឬក៏និយាយមកថាគាត់គិតច្រើនពេលខ្លះគាត់ចង់បញ្ចប់ជីវិតខ្លួនឯងទៅទៀតដើម្បីគិតរឿងហ្នឹងណាអញ្ចឹងនៅពេលដែលគាត់នៅតែលាក់បាំងរឿងហ្នឹងក៏នៅតែបន្តដែរហើយមិនមែនតែគាត់ទេមិនមែនតែដូចតែថ្ងៃត្រង់គាត់អញ្ចឹងណាប៉ុន្តែដល់ពេលយប់ហើយនេះគាត់ថាពេលហ្នឹងទាំងម្ដាយរបស់គាត់ទាំងគាត់និយាយមួយម៉ាត់ដូចជាមនុស្សដែលឧបករណ៍របស់ពុភាអញ្ចឹងរបៀបអញ្ចឹងគាត់ថាពេលនោះពុភាដល់ពេលដែលចូលមកក្នុងគ្រួសាររបស់គាត់បានគាត់ដឹងថាពុភាគួរឲ្យខ្លាចមែនតើខ្លាចជាងអ្នកណាទាំងអស់ទាំងដែលមនុស្សស្លូតបូតសភាពរៀបសារប៉ុន្តែដល់ពេលមកចូលមកក្នុងគ្រួសាររបស់គាត់បែរទៅជាមនុស្សដែលគួរឲ្យខ្លាចសម្រាប់គាត់ណាហើយឲ្យតែគាត់មកម្ដងគឺតែងតែពុភាតែងតែមកប៉ះអីចឹងទៅថ្ងៃត្រង់គឺបែបហ្នឹងហើយថ្ងៃមួយគាត់អត់មកផ្ទះទេថ្ងៃត្រង់គាត់មកផ្ទះទេគាត់នៅនឹងសាលាណាអង្គុយនៅសាលាជាមួយនឹងពូម៉ាក់អីចឹងទៅពូម៉ាក់បើគាត់សួរដែរហើយចាំមិនអត់ទៅផ្ទះអីចឹងណាគាត់ថាគាត់ចង់នៅសាលាមួយថ្ងៃអីចឹងទៅតែតាមពិតគាត់ចង់គិតពីពុភាមិនបានប្រហែលទេគាត់ថាពេលហ្នឹងស្អែកឡើងមកដល់ហ្នឹងពុភាបានគម្រាមគាត់ថាបើសិនជាស្អែកហ្នឹងនៅតែស្នាក់នៅសាលាទៀតគាត់នឹងអាចនិយាយបានថាវាធ្វើបាបអីមកគាត់អីចឹងណានៅពេលដែលគាត់លឺបែបហ្នឹងភ្លាមគាត់អត់ហ៊ានទេណាបងប្អូនអត់ហ៊ានទៅសម្រាប់នៅសាលាទៀតទេទាំងដែលចិត្តរបស់គាត់ទៅក៏ចង់នៅសាលាដែរប៉ុន្តែនៅពេលដែលលឺពុភាគម្រាមគាត់ហ្នឹងក៏ទុកសាលាចោលមកនៅផ្ទះវិញថ្ងៃត្រង់ណាព្រោះថ្ងៃត្រង់ហ្នឹងអាចនិយាយបានថាពុភានិយាយប្រាប់ម្ដាយរបស់គាត់ទល់មុខគ្នាហ្នឹងថាគាត់ហ្នឹងអត់មកផ្ទះទេអញ្ចឹងគាត់អត់មានបាយហូបអញ្ចឹងទៅអញ្ចឹងគេធ្វើម្ដាយរបស់គាត់ហ្នឹងក្តៅលើកជាមកស្ដីឲ្យគាត់ថែមណាគាត់ថាពេលហ្នឹងពេលខ្លះគាត់ចូលទៅក្នុងបន្ទប់របស់គាត់ថាពេលហ្នឹងគឺគាត់មានបន្ទប់ហើយចូលនៅក្នុងបន្ទប់របស់គាត់ជុំនៅក្នុងបន្ទប់ម្ដាយរបស់គាត់គឺអត់ដឹងអីទេគឺគាត់ជុំនៅក្នុងបន្ទប់ហ្នឹងឯងអត់មានអីត្រូវលាក់បាំងបានណាហើយមិនអត់លាក់បាំងបានចង់និយាយថានៅក្នុងចិត្តរបស់គាត់អត់អាចបើកកាយបានធ្វើឲ្យគាត់តឹងទ្រូងថាយំនៅក្នុងបន្ទប់តែម្នាក់ឯងអាយុយើង15ឆ្នាំហើយហ្នឹងបងប្អូនអញ្ចឹងយើងសឹងតែគ្រប់សពហើយដល់ពេលដែលជួបរឿងបែបហ្នឹងគាត់ថាពេលហ្នឹងគឺពិបាកទទួលយកតែមែនទេនេះហើយដែលគាត់លើពីគេណាថាឪពុកចុងគឺមិនស្រួលទេទុកចិត្តអត់បានទេតែដែលគាត់គិតដំបងថាមិនអាចអញ្ចឹងទេព្រោះពុភាជាមនុស្សល្អហើយគាត់មើលឃើញនឹងភ្នែករបស់គាត់ច្បាស់តែចុងក្រោយបែរទៅជាគាត់ឃើញថាពុភាអាក្រក់ជាងស្អីទៅទៀតអាក្រក់ជាងអ្នកណាទាំងអស់ដែលមកមើលទៅជាមនុស្សសភាពរៀបសារប៉ុន្តែបែរទៅជាមនុស្សហ្នឹងទៅជាមនុស្សបែបហ្នឹងល្មោបកាមទៅវិញអញ្ចឹងគាត់ថតពេលហ្នឹងក៏ធម្មតានៅជាមួយនឹងឪពុកម្ដាយនៅជាមួយនឹងឪពុករបស់គាត់ហ្នឹងឪពុកចុងរបស់គាត់ហ្នឹងជាមួយនឹងម្ដាយរបស់គាត់ទៅហើយរាល់ពេលវេលាដែល
នៅនឹងផ្ទះឬក៏ពេលវេលាដែលគាត់នេះហ្នឹងគឺតែងតែជួបពុភាជាញយមែនតើជួនកាលសឹងតែពេលរបៀបថាយើងសម្រាកគាត់ហ្នឹងគឺមកដល់ផ្ទះហ្មងថ្ងៃហ្នឹងដូចតែយើងច្បាប់សម្រាកនៅផ្ទះហ្នឹងអត់ស្រួលខ្លួនឯងគឺមកហើយមកដល់ផ្ទះហើយមកដល់ទាំងព្រលឹមហ្មងស្របពេលដែលម្ដាយរបស់គាត់ទៅធ្វើការធម្មតាហើយឲ្យតែមកហើយគាត់ថាពេលនោះគឺឲ្យតែទំនេរអត់បានទេមួយថ្ងៃធ្វើបាបគាត់ចង់ពីរ3ដងហ្នឹងតែធ្វើឲ្យគាត់ហ្នឹងអត់ចង់ដូចជាថ្ងៃដែលសម្រាប់ហ្នឹងក៏អត់ចង់នៅផ្ទះដែរតែដែលគាត់នឹងឈឺក៏ដោយធ្វើបាបចិត្តគាត់ធ្វើបាបរាងកាយគាត់និយាយមួយម៉ាត់ថាប្របាជាងប្របាទទួលយកក្រោយមកទៀតមកគាត់ថាពេលនោះដោយសារពុភាដូចតែលុកលាក់គាត់ច្រើនពេកលុកលាក់ខ្លាំងពេកអញ្ចឹងនៅពេលដែលពុភាលុកលាក់ច្រើនពេកគាត់នឹងក៏ចង់ប្រាប់រឿងរ៉ាវហ្នឹងទៅម្ដាយរបស់គាត់ដែរប៉ុន្តែនៅពេលដែលគាត់ហាក់អីហ្នឹងម្ដាយរបស់គាត់តែងតែទៅសើពុភាអញ្ចឹងសើពុភាអញ្ចឹងណាអញ្ចឹងធ្វើឲ្យលុបជាមួយនឹងអ្វីដែលគាត់ចង់និយាយបាត់ហើយបើសិនជាយើងនិយាយមិនស្រួលច្បាស់ណាស់ម្ដាយរបស់គាត់នឹងថាគាត់ចេះថាគាត់ចោះហើយអញ្ចឹងគាត់អត់ហ៊ានទេនៅតែលាក់រឿងហ្នឹងដល់ពេលដែលលាក់រឿងហ្នឹងគាត់ថាពេលហ្នឹងទ្រាំលែងបានគាត់ក៏យករឿងរ៉ាវទាំងអស់ហ្នឹងទៅប្រាប់ជីដូនខាងឪពុករបស់គាត់អត់ហ៊ានប្រាប់ជីដូនខាងម្ដាយណាគាត់ទៅប្រាប់ជីដូនខាងឪពុកនៅពេលដែលប្រាប់ជីដូនខាងឪពុកគាត់ថាពេលហ្នឹងជីដូនខាងឪពុកខ្ញាល់ប្រើដឹងប៉លីសដឹងអីចាប់ពុភាយកតែម្ដងហើយគាត់ថាពេលនោះគឺអាចនិយាយបានថាគាត់16ឆ្នាំឡើង16ឆ្នាំដែលគេបំពេញហ្នឹងខ្ទង់14 15ឆ្នាំ15ដែលបំពេញខ្លាំង15ឆ្នាំហ្នឹងឯងដល់16ក៏នៅតែបំពេញដែរប៉ុន្តែដោយសារបងឲ្យមុំគាត់ដូចថាទ្រាំលែងបានណាអញ្ចឹងក៏គាត់នឹងទៅប្តឹងយាយរបស់គាត់ទៅប្តឹងប៉ូលីសទៅចុងក្រោយពុភាត្រូវបានប៉ូលីសចាប់ទៅអានេះរឿងទាំងអស់នេះគឺខ្ញុំដូចជាបងមុំអីនេះសិតតែខ្ញុំដាក់ឈ្មោះឲ្យណាខ្ញុំដាក់ឲ្យទេព្រោះអានេះវាជារឿងដែលហើយអាចនិយាយបានថាវាគេខ្មាស់ទៅចោះគេខ្មាស់មួយហើយមួយទៀតដូចជាពិបាកនឹងទទួលយកដែរអញ្ចឹងបើសិនជាបងប្អូនប្រុសដែលគាត់ជាហើយដៃចុងឬអីណាបើមានកូនជាស្រីណាកូនដើមរបស់យើងជាស្រីគួរតែគិតគ្នាដូចជាកូនរបស់យើងដែរមិនគួរណាយើងទៅធ្វើរឿងមិនគប្បីដាក់គ្នាទេព្រោះពេលខ្លះគ្នាចាត់យកយើងជាមនុស្សដែលល្អយើងចាត់គេចាត់ទងយើងជាមនុស្សដែលគេគោរពប៉ុន្តែចុងក្រោយបែរទៅជាយើងคล้ายទៅជាបិសាចដែលគេគួរឲ្យខ្លាចទៅវិញហើយដូចជាបំភាជាដើមចុងក្រោយមានអីក្រៅពីគុកបងប្អូនម្ដាយរបស់គាត់បានត្រឹមតែពីបដិសារីអោបគាត់ទេម្ដាយរបស់គាត់បានសួរគាត់ថាចាំមិនប្រាប់គាត់អីចឹងណាប៉ុន្តែគាត់ហ្នឹងក៏ប្រាប់រឿងរ៉ាវទាំងអស់ទៅម្ដាយរបស់គាត់នៅពេលដែលឮហើយរត់តែអាណិតទៀតតែដែលគាត់គិតថាម្ដាយរបស់គាត់ប្រហែលជាកាន់ជើងពុភាច្រើនជាងគាត់ប៉ុន្តែចេះស្ដីនៅពេលដែលគាត់ប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅម្ដាយរបស់គាត់បែរទៅជាម្ដាយរបស់គាត់អាណិតគាត់ជាងពុភាទៅទៀតជាងពុភាណានេះទៅបានគាត់ដឹងសន្តានចិត្តរបស់ម្ដាយរបស់គាត់ខ្លាំងមែនតើតែដំបូងឡើយគាត់គិតថាបើសិនជាគាត់ប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅម្ដាយរបស់គាត់ប្រហែលជាម្ដាយរបស់គាត់ហ្នឹងនងណាំងដាក់គាត់អីចឹងណាប្រហែលជាគាត់មិនបានភាពការពារពីម្ដាយទេតែជាក់ស្ដែងខុសការគិតរបស់គាត់ឆ្ងាយមែនតើម្ដាយរបស់គាត់ព្យាយាម take care គាត់ព្យាយាមអបគាត់ថាពេលហ្នឹងម្ដាយរបស់គាត់ហ្នឹងក៏នៅជាមួយនឹងគាត់តែ2នាក់ហ្នឹងព្រោះប្តីក្រោយរបស់គាត់នេះអត់មានទេណាអត់មានកូនទេមិនដឹងជាយ៉ាងម៉េចមិនដឹងថាពួកគាត់ចង់បានឬក៏មិនចង់បានអត់ដឹងទេតែគាត់ថាអត់មានកូនណាផ្សេងក្រៅពីគាត់ទេនឹងឲ្យទាំងអស់គ្នារឿងបោះបងមុំគឺមានតែប៉ុណ្្នឹងទេការស្ដាប់រឿងមួយនេះខ្ញុំស្ដាប់ទៅពិបាកទទួលយកដែរយើងស្ដាប់ទៅណាព្រោះដូចខ្ញុំនិយាយមិញអញ្ចឹងជាមនុស្សប្រុសដែលយើងមានក៏ដូចថាយើងខូចខលហើយណាប៉ុន្តែបើសិនជាខូចខលក៏ខូចទៅក្រៅទៅបងប្អូនកុំទៅខូចខលជាមួយនឹងកូនចៅអាចនិយាយបានថាកូនចៅទៅចោះព្រោះគេជាបន្ទុករបស់យើងដែរយើងការទៅជាឪពុករបស់គេហើយណាអញ្ចឹងយើងប្រយ័ត្នតិចទៅកុំឲ្យមានរឿងបែបហ្នឹងកើតឡើងណាហើយបើកើតឡើងវាខុសទៅទាំងពីរខូចទៅខាតទាំងពីរទីមួយគ្នាហ្នឹងក៏ខូចខាតទៅលើរូបរាងកាយទៅលើគេឈ្មោះអីចឹងទៅហើយដល់ពេលយើងនេះខូចខាតយើងជាប់គុកហើយអាកំបាំងលើលោកនេះវាគ្មានទេបងប្អូនវាគ្មានទេយើងចង់លាក់ប៉ុណ្ណាក៏ដោយថ្ងៃណាមួយនឹងលុចចេញមកខ្លួនឯងអញ្ចឹងយើងត្រូវចាំថា គង់អាចជុងមិនដែលភ្លេចកុកទេប៉ុន្តែកុកនឹងភ្លេចជុង
ngày nào mới đừng chụp chung bọc cái mền đôi chỉ bồng phia cái đài kia tròn bán kia chơi tại tròn tay bà tròn mặt bán kia đừng tầm ly đừng ra tầng ở nâng tranh màu anh ấy chia riêng đại bọn mông có thà quạt trăm mà chỉ vật bảo quản hay là này cứ quạt miền cồn bị bấy nè cồn bị bấy thái bàn tay này riêng đại bị du thái hay quạt tầm rom tại quạt hiên prap từ ở đây bảo quạt á du men đàn khai ở đây bảo quạt từ tôi cho bạn bàn tay cá cất bảo quạt rất là khó thằng họ tiền mà đây bảo quạt tiền ở đây bảo quạt rất tại kia tầm rom từ tôi đó rom từ tôi cho hay PDK cho môi nằm ở đây bảo quạt này anh giấy bàn tay quạt chọc thì thằng tí đập pi thái ở dụ quạt nó có cha đàn cô xóm để quạt ai trời đừng cái đây bàn cha nó nè bàn quạt phòng cho đây bảo quạt ngày nâng ngày từng ngọc này rừng ra bỏ bong mồm ní có xóm của chọc tại tầm năng khác còn miền ấy tiền đấy hay bảo sân bong ôn bàn sẽ đạp rừng từng on hai hay bỏ bong ai chọn ở nhom này dây bát to tiền rất là xóm bong ôn chui sập cài nơi chân đời bỏ nhom có đôi chia cầm mình bịa lo được nông chân em mua nè làm vậy ở nhom ai miền cầm lang chặt nông cát phơi vịt ô bát to còn còn là thà cát phơi vịt ô bát to ní nhom ở đây dây lấy lơ lấy cào đôi bị môn tê sang sang cầm thà bong ôn đừng vô vô tôi cho bộ chân em bỏ nhom sao mà nít trời bán cái remote cho bà này nhưng dây lơ lụp pe chẳng mình khó thế còn này là vì dừng chạy chạy xe pe khi mình ai từ tôi do bà này khi ở dừng dây trầm này hay dừng dây lơ bị nắng đang ở chọp chung kìa dừng chỉ cọc kia chỉ chung dừng pe khai dừng plek chung chẳng chọp chung được kia đại năng ai từng ngọc này ở con mình tên chụp kiaនៅ video ក្រោយៗទៀតណា bye bye